ยังไงในយើងនិយាយពីរបៀបកំណត់ font អក្សរឲ្យបានស្អាតនៅលើ computer Telegram និងកម្មវិធីផ្សេងៗអញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅធ្វើវានេះយើងទៅចុច start នេះយើងឲ្យពាក្យថា rigid តបមកចុច OK តបមកទៀតយើងនឹងចូលមកកាន់រំលឹក call machine របស់យើងបាទយើងយកពាក្យថា H key call machine តបមកទៀតយើងយកពាក្យsoftware បន្តមកទៀតយើងត្រូវទៅរកពាក្យថា Microsoft អូខេ Microsoft តបមកទៀតយើង scroll ក្រោមមកយើងទៅរកពាក្យថា Windows NT អូខេ Windows NT ចុចលើ current version នេះមកតបមកយើងទៅរកពាក្យមួយទៀតមានឈ្មោះថា font substitute នេះអូខេ font substitute នេះយើងនឹងឃើញfont បាទ MS Cell DLG2 កន្លែងនេះអញ្ចឹងយើងចុច double click ទៅវាមកអញ្ចឹងយើងកន្លែងនេះគឺជាកន្លែងដែលយើងកំណត់ font យើងចង់បាន font អីយើងដាក់ក្នុងទៅណាហើយរបៀបដាក់កុំឲ្យខុសគឺយើងចូលទៅកម្មវិធី Word បាទ Word មកតទៅទៀតយើងទៅរើសបាទពុម្ពអក្សរមួយណាដែលយើងត្រូវការណាបាទឧទាហរណ៍ថាយកខ្មែរឲ្យបាត់ដំបងនេះចុះឬក៏ថា New Roman នេះឬក៏យើងទៅយើងធ្វើ font ស្អាតគឺយើងធ្វើ font ខ្មែរអញ្ចឹងយើងយក font ខ្មែរឲ្យបាត់ដំបងនេះមកយើង select all យើង copy វាបន្តមកទៀតយើងយកទៅផាសកន្លែងនេះយើងចុច OK ណាហើយបន្តមកទៀតយើងគ្រាន់តែចុចrestart កុំព្យូទ័ររបស់យើងមួយគឺជាការស្រេច